ហ្វាំងឡង់រឹបអូសកប៉ាល់ដឹកទំនិញរុស្ស៊ីនៅតាមផ្លូវទៅកាន់អ៊ីស្រាអែលកយហ្វាំងឡង់បានអះអាងថាកប៉ាល់រុស្ស៊ីមួយគ្រឿងត្រូវបានរឹបអូសនៅក្នុងប្រទេសរបស់ខ្លួនដោយសារមានការសង្ស័យជាប់ពាក់ព័ន្ធនឹងការបំផ្លាញដល់ខ្សែទូរគមនាគមន៍ក្រោមបាតសមុទ្រតភ្ជាប់ពីរដ្ឋធានី Helsinki នៃប្រទេសហ្វាំងឡង់ទៅកាន់រដ្ឋធានី Tallinn នៃប្រទេសអេស្តូនីខណៈកប៉ាល់ដ៏ធំមួយគ្រឿងនេះកំពុងតែដឹកជញ្ជូនដែកថែបរុស្ស៊ីដែលត្រូវបានកំណត់ជាគោលដៅនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះបើតាមទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News បានដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP យកមកផ្សាយកាលពីថ្ងៃប្រហ័សទី1ខែមករាឆ្នាំ2026ប៉ូលីសហ្វាំងឡង់បានរឹបអូសកប៉ាល់ដឹកទំនិញ Feedberg មួយគ្រឿងដែលមានប្រវែង132ម៉ែត្រនៅតាមផ្លូវចេញពីទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ទីក្រុង Haifa នៃប្រទេសអ៊ីស្រាអែលរីឯនាវិកចំនួន14នាក់នៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងនេះក៏ត្រូវបានឃុំខ្លួនផងដែរសកម្មភាពរបស់ហ្វាំងឡង់បានកាត់ឡើងក្រោយពេលមានការសង្ស័យថាកប៉ាល់មួយគ្រឿងនេះបានបោះយុទ្ធការធ្វើឲ្យខូចខាតដល់ខ្សែកាបទូរគមនាគមន៍នៅក្រោមបាតសមុទ្រស្ថិតក្នុងឈូងសមុទ្រហ្វាំងឡង់កយហ្វាំងឡង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាព័ត៌មានបឋមបានបង្ហាញថាទំនិញនៅក្នុងកប៉ាល់នោះមានផលិតផលដែកថែបដែលមានប្រភពមកពីប្រទេសរុស្ស៊ីហើយក៏ជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីផងដែរសហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក្រោយពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាដល់កម្លាំងទាហានរបស់គាត់ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022រហូតមក